ជាប្រដ្ឋនូនតំបន់ចៃឆ្កែនេះក្រណាអត់មានអីហូបទេឬថាសៀមចូលមកលុកលុយចាសៀមមួយលុកលុយមានអីហូបអីធ្វើសបោអីថៃមិនទិញថៃបាត់អត់មានអីហូបទេជាជននូននេះវេទនាចាវេទនាឥឡូវបានទទួលអំណោយពីវិសុសបកឃុំសប្បាយចិត្តទេចាសប្បាយចិត្តណាស់លើកទី1ហើយដែលបានទទួលអំណោយចាទឹកលើកទី1បាទអរគុណនាងឈ្មោះអីដែរមកពឿនអាយុប៉ុន្មានឆ្នាំអាយុសេនៅតំបន់ចៃឆ្កែហ្នឹងចាតំបន់ចៃឆ្កែឥឡូវនឹងវេទនាណាស់វេទនាណាស់អត់មានអីហូបទេឥឡូវសបកឃុំបានយកអំណោយមកជូនសប្បាយចិត្តទេចាសប្បាយចិត្តលើកទី1ហើយដែលបានទទួលអំណោយចាលើកទី1នាងកទៀតកអំណោយនេះខ្ញុំជំរាបថាម្ចាស់អំណោយគឺជាពលរដ្ឋនៅស្រុកខ្មែរហើយនិងជាពលរដ្ឋនៅបរទេសណាគេរួមគ្នាដើម្បីទិញអំណោយជូនយោធានិងប្រជាពលរដ្ឋនៅតំបន់ចៃឆ្កែនឹងតែម្ដងណាជុសម្បុកឃុំសំលេងប្រជាពលរដ្ឋទ្រទ្រង់ព្រះពុទ្ធសាសនាសូមពិសាឲ្យឆ្ងាញ់លោកយោធាអ្នកស្នេហាជាតិមិនទៅទៅត្រេកអរឲ្យឃើញអញ្ចឹងមានវេទនាសប្តាហ៍វេទនាដែរហ្នឹងមកជុំប្តីឡូវប្តីទៅផ្សារតំនបាទទៀតហ្នឹងហើយពីព្រោះសៀមចូលមកកំតិចចំការប្រជាពលរដ្ឋនៅតំបន់ចៃឆ្កែហ្នឹងចាហើយមិនទៅវេទនានាងវេទនាហើយនៅខំតស៊ូអត់ឃ្លានឥឡូវនាងបានទទួលអំណោយពីវិសុសបកឃុំនាងសប្បាយចិត្តទេសប្បាយចិត្តហើយឲ្យតែបានច្រើនយ៉ាងនេះទៀតបាទចាំខ្ញុំជូនឲ្យបានច្រើនយ៉ាងនេះទៀតណានាងណាហើយលើកទី1ហើយដែលនាងបានទទួលចាលើកទី1មិនដែលមានអ្នកណាមកដល់ផងបាទឥឡូវសបកឃុំមកដល់មុនគេណាពីព្រោះស្រឡាញ់ជាពលរដ្ឋច្រើនជាងគេណាហើយគោរពនិងស្នេហាជាតិហើយគាំទ្រយោធាណាចាអរគុណចានេះកទៀតចាកនេះមានភូមិរងហ៎បាទមិនទៅយើងមានភូមិវេទនាទេបាទវេទនាណាស់ឃើញថាជាបរិទ្ធអត់ឃ្លានច្រើនដល់ក៏ជាបរិទ្ធវេទនាខ្ញុំក៏វេទនាទាំងអស់គ្នាដែរហើយខ្ញុំជូនអំណោយជូនលោកពីភូមិរងដែរណាខ្ញុំហើយដឹងកណាបាទត្រេកអរណាស់ដោយបានវិទ្យុសម្បុកខ្ញុំបានចូលដល់ប្រជាពលរដ្ឋខ្ញុំក៏ដូចជាខ្ញុំនេះខ្ញុំក៏មានសេចក្តីត្រេកអររីករាយនិងសូមជូនពរដល់វិទ្យុសម្បុកខ្ញុំមួយបានជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនបាទសូមអរគុណមើលនាងឈ្មោះអីដែរវឿនអាយុប៉ុន្មានឆ្នាំ50ឆ្នាំចាមានគ្រួសារទេអត់មានគ្រួសារទេអត់ហើយរួមម្នាក់ឯងនេះឯងវេទនាណាអញ្ចឹងឥឡូវវេទនាទេចាវេទនាយ៉ាងដូចក្រោតតែស្បូវលក់មើលដៃលក្រិតធ្វើស្បូវលក់ចាពេលដែលបិទព្រំដែនទៅអត់អាចលក់ស្បូវបានអត់បានវេទនាណាអត់លក់ស្បូវបានគឺអត់បាយចាអត់បាយបានឥឡូវវិសុសបកឃុំយកបាយជូនលោកអ៊ំណាហើយអំណោយមានត្រីងៀតមានកាម៉ាមានសាច់ក្រកមានអីសពគ្រប់តាំងពីប៊ីចេងឡើងតាំងពីសាប៊ូឡើងចានាងឈ្មោះអីដែរខ្ញុំភាផិនភាអាយុប៉ុន្មានឆ្នាំអាយុ3នៅតំបន់ចៃឆ្កែហ្នឹងចាហើយយ៉ាងដូចម្ដេចទៅជីវភាពរបស់នាងចាថ្ងៃអត់ឃ្លានចំណាប់ណាព្រោះឲ្យថៃបិទមានឲ្យចេញចូលវេទនានេះអញ្ចឹងអំណោយរបស់វិសុសបកឃុំណានាងណាចាហើយយើងទទួលទានឲ្យបានឆ្ងាញ់អានេះផ្អកណានាងប្រហុកអានេះកនាងឈ្មោះអីដែរខិនសារាយហើយមានគ្រួសារទេមានកូនប្រហែលនាក់កូនមួយឥឡូវមិនទៅជីវភាពរបស់នាងតាំងពីមានបញ្ហាមួយសៀមមកយ៉ាប់ណាមានកោហូបក្រាស់អូគេថៃមិនទិញគេបិទវេទនាចាឥឡូវបងយកស្បៀងមកជូនអូនណាបាទប្រហុកសាច់ក្រកកអូនណា